បាទរបៀបធ្វើ Harden boot នៅលើ flash អញ្ចឹងយើងត្រូវមាន flash មួយដែរបើវា run យើងដល់ flash ចូលមកហើយកុំភ្លេចត្រូវ copy ឯកសារចេញក្នុង flash អស់ព្រោះតែវា format ចោលអស់អញ្ចឹងយើងនេះចូល stop មួយ Harden boot នឹង mount វាចូល stop មួយយើង format flash ចោលសិន quick format នោះមិនដាក់ឈ្មោះឈ្មោះវាជាអញ្ចឹងហើយខ្ញុំ fix start កន្លែងនេះកន្លែង file system នេះយក file 32 start មកហើយ yes បាទរួចរាល់ហើយ successful អូខេ close វាចោលបន្តទៀតយើងចូលដល់ step 2 ម្ដង step 2យើងបើក file នេះមួយ file នេះមកហើយកន្លែងនេះយើងមើលនេះជា hard disk របស់យើងហើយកន្លែងជា flash របស់យើងប៉ុន្តែយើងខ្លាចដល់ flash កុំខ្លាចដល់ hard disk ហើយកន្លែងនេះអត់មានយើង refresh មួយមានហើយយកខាងលើគេ hold this ហើយបន្តទៀតយើងចុច install វាឲ្យ press any key please enter to continue enter មួយមកបាទយល់ហើយយើង close វាចោលstop 3យើង copy file ទាំងអស់ដាក់ចូលក្នុង flash របស់យើងនៅក្នុង Harden boot នឹងមាន Go មានមានចែក partition មាន Windows run លើ flash និយាយទៅគឺ soft ជាច្រើននៅក្នុងsoft advanced repair និង repair មាននៅក្នុង Harden boot ពួក run នៅលើCD ឬក៏ចែក partition low level format high level format អីនៅក្នុង flash ទាំងអស់អញ្ចឹងធ្វើតែ Harden boot មួយទៅគឺមានគ្រប់បាទ copy រួចរាល់ហើយយើងអាចយកទៅប្រើប្រាស់បានហើយ